vậy đó rủ riêng chỉ tầm số cái thang bà lan là cái gì vậy bà chẳng sầm bông bông đài có trong ban SUV rồi bộ option chọn từ lại thu miền cơn plug can từ này cho bao luôn nhưng người ta biết bắt đầu lại chọn បាទជំរាបសួរបងប្អូនបងទាំងនេះឃើញទេសភាពនៅខាងក្រោយហ្នឹងគឺដោយសារតែខ្ញុំរក្សាជាមួយនឹងបងប្អូនប្រុសផ្សេងឡងយើងបានយករថយន្ត Chang'an CX 55 Plus រីឆ្នាំ2026 បាទ អានេះជាប្រភេទ all new បង អូខេហើយសម្រាប់ឥឡូវនេះគឺបងទាំងនេះកក់ឥឡូវហ្នឹងគឺទទួលបានតម្លៃពិសេសត្រឹមតែ $29,900 ទេហើយសំខាន់មាន option អីទំនើបច្រើន បង ជាពិសេសគឺតាក់ទងទៅនឹងរឿងដែលថាក្រុមហ៊ុនផ្លូវការនាំចូលហ្នឹងហើយអូខេចង់ឲ្យឡងប្រហើបបន្តិចតាក់ទងទៅនឹងលក្ខខណ្ឌដែលពិសេសបំផុតមួយដែលបងប្អូនទាំងនេះគួរតែទិញពីក្រុមហ៊ុនផ្លូវការ អញ្ចឹងចំណុចដែលបងប្អូនគួរតែពិចារណាទិញជាមួយនឹងក្រុមហ៊ុនផ្លូវការដោយសារតែមានជាមួយនឹងការធានាអញ្ចឹងសម្រាប់ឡាននេះផ្ទាល់ហ្មងគឺការធានា5ឆ្នាំឬក៏ 15,000 គីឡូម៉ែត្រឡាននេះនាំចូលដោយក្រុមហ៊ុន OMA Cambodia ដែលបងប្អូនដឹងអីដែលជាក្រុមហ៊ុនធំហើយក៏មានជាមួយនឹងសេវាកម្ម after sale 24 ខែក្រុងជាមួយនឹង24ម៉ោងលើ7ថ្ងៃអីគាត់មានទាំងអស់សេវាសង្គ្រោះហើយហ្នឹងបាទគឺជួយយន្តទៅគឺមានច្រើនហើយជាមួយនឹងគ្រឿងបន្លាស់ហើយហ្នឹងក៏មានដែរអញ្ចឹងនេះខ្ញុំគិតថាវាជាការផ្ដល់ទំនុកចិត្តទៅដល់អតិថិជន អូខេបាទហើយអាចមានលក្ខខណ្ឌអីដែលពិសេសមួយទៀតពីលើហ្នឹងចំណុចមួយទៀតឡាននេះអញនិយាយថាជាឡានសាំងប៉ុន្តែវារៀងកូនកាត់ជាមួយនឹងឡានអគ្គិសនីដោយសារតែវាមានជាមួយនឹង app ដែលអាចប្រើជាមួយនឹង smartphone អញ្ចឹងយើងអាចគ្រប់គ្រងឡានបានបាទដូចឧទាហរណ៍ថាយើងបញ្ជាប្រឆេះពីចម្ងាយយើងមើលឡាននៅណាតម្លាក់កញ្ចក់តារាងកញ្ចក់បើកម៉ាស៊ីនត្រជាក់ពីចម្ងាយយល់ទៅពិសេសត្រង់ថាយើងអាចបើកទោះបីយើងនៅណាក៏ដោយឲ្យតែមានជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតដោយសារយើងភ្ជាប់ជាមួយនឹងឡានហើយអញ្ចឹងណាបាទយើងនៅណាក៏ដោយក៏អាចបញ្ជាឡានបានដែរបាទចឹងនេះពិសេសមែនហ្មងយើងអាចតាមដានឡានរបស់យើងបាទនៅបើយើងអាច check មើលឡានរបស់យើងដូចខ្ញុំបញ្ជាក់មកអញ្ចឹងបញ្ជាប្រឆេះម៉ាស៊ីនពីចម្ងាយតម្លើងកញ្ចក់តម្លាក់កញ្ចក់បើកម៉ាស៊ីនត្រជាក់ពីចម្ងាយមើលជាមួយនឹងគីឡូឡានរបស់យើងគីឡូសាំងគីឡូអីយំទៅមើលបានច្រើនជារួមហ្មងគឺវាសឹងតែដូចទៅនឹងឡានប្រភេទឡានអគ្គិសនីហើយបាទហើយប្រហែលជាបងប្អូនគ្នាក៏ដឹងដែរថាឆាងអានគាត់បានសហការគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាច្រើនដែលបាទបង្កើតនៅម៉ាកយីហោ Avatar បាទអញ្ចឹងហើយបានថា DNA មួយចំនួនហ្នឹងគឺបាទយកមកដាក់បាទជាពិសេសខាងក្នុងបាទខាងក្នុងជាពិសេសខាងក្នុងការ design ចេញមកគឺស្តៀងជាមួយនឹង Avatar ខ្ញុំចូលតាំងពីឃើញដំបូងភ្លាមមានអារម្មណ៍ថាឡើងដូចជាមួយនឹង Avatar សម្រាប់ការ design ទាំងតាប់ឡូទាំងទ្វារអញ្ចឹងអីសូម្បីតែអេក្រង់បងឡាននេះក៏យកចេញពីឡាន Avatar ដែរគាត់ថាការ design វាខុសគ្នាបាទប៉ុន្តែយើងចូលទៅមានអារម្មណ៍ថាវាអត់ដូចឡានសាំងតែវាដូចជាមួយឡានប្រភេទអគ្គិសនីវិញអញ្ចឹងហ្នឹងហើយយើងមើលទៅប៉ុណ្ណាមើលអីទៅដឹងហើយអញ្ចឹងដោយសារតែរឿងទាំងអស់ហ្នឹងហើយទើបធ្វើឲ្យឡានហ្នឹងវាមាន application ដែលយើងអាចធ្វើការបញ្ជាតាមទូរស័ព្ទដៃរបស់យើងបានបាទហើយការ deco អីនៅផ្នែកខាងក្នុងរួមជាមួយនឹងការរចនាផ្សេងទៀតអូខេអញ្ចឹងចង់ឲ្យឡងនិយាយតិចតាក់ទងទៅនឹងបទពិសោធន៍ដែលយើងបើកបរមកនេះទទួលបានបទពិសោធន៍អីខ្លះជាមួយនឹងបាទអញ្ចឹងសម្រាប់ CX 55 Plus 2026នេះវានៅតែបំពាក់ជាមួយនឹងម៉ាស៊ីនសាំងចំណុច 1.5 លីត្រ turbo កម្លាំងរបស់វាខ្ទង់178សេសហើយកម្លាំងរមុលគឺ230 Newton m សម្រាប់ការបើកបោផ្ទាល់ហ្មងយើងដោះដូរដៃគ្នាបើកអញ្ចឹងណាប៉ុន្តែបើសម្រាប់ខ្ញុំពេញចិត្តជាមួយនឹងភាព smooth របស់វាដោយសារតែឡាននេះវាមានជាមួយនឹង drive mode eco mode មាន normal mode មាន sport mode អញ្ចឹងសម្រាប់ការបើកបោហ្មងគឺស្ទុះរលូនហ្មងបាទជារួមអាចទទួលយកបានទទួលយកបាននៅពេលដែលយើង switch ធម្មតាបើសិនជាយើងចង់បានកម្រិតអន្សំចៃអញ្ចឹងការប្រើប្រាស់វារៀងសាមញ្ញយ៉ាងទៅតែបើថាចង់ឲ្យម៉ាស៊ីនដំណើរការ 100% ធម្មតាគឺប្រើ normal ទៅហើយបើថាចង់ឲ្យម៉ាស៊ីនដំណើរការលើស 100% បាទដាក់ យក sport ទៅហើយខ្ញុំពេញចិត្តត្រង់ណានៅលើដៃចង្កូតនោះមានកន្លែងបដូរ drive mode នៅលើដៃចង្កូតស្រួលមកអញ្ចឹងយើងអត់ចាំបាច់ងាកទៅណាអីទៅណាទាំងអស់គ្រាន់តែប្រើមេដៃចុចដូរទៅបាទហើយកម្រិតសំចៃយើងអាចទទួលយកបានដែរបាទកម្រិតសំចៃ6 ទៅ 7 លីត្រជាងបាទខ្ទង់ 6 លីត្រសម្រាប់ការបើកមួយខែនេះជារួមអាស្រ័យលើអេយ៉ាប័តនៃការប្រើប្រាស់ដែរយើងមកនេះយើងមកគ្នា4នាក់អីវ៉ាន់ពេញគូតឡានបាទហើយយើងបើកធម្មតាយើងចង់ដឹងតាក់ទងទៅនឹងសំឡេងចូលមកផ្នែកខាងក្នុងនៃរថយន្ត performance បាទហើយនឹងការជន់វ៉ាចេះមួយទៀតរឿងសំឡេងឡាននេះក៏ទប់សំឡេងបានល្អដែរខ្ញុំមានអារម្មណ៍ថា material ដែលគាត់ដាក់មករៀងហាប់ណែនណាយើងមើលទៅមិនថងតែការ design ទេបើតែ material build quality មកគឺហាប់ណែនហ្មងបាទហើយសំខាន់ហ្នឹងតម្លៃកក់មុនហ្នឹងគឺតម្លៃពិសេស 29,900 ហើយ option បាទមុខងារសុវត្ថិភាពមានច្រើនមែនតើបងចាអារម្មណ៍ឃើញថាកៅអីចុចសងខាងមានមុខងារខ្យល់ត្រជាក់សងខាងហើយកៅអីពុកស្បែកក្តោបខ្លួន
option ឡាននេះបើរាប់ត្រួសច្រើនណាវ៉ាលេឆាច ambient light ដបូកកញ្ចក់ធំដល់មានជាមួយនឹងអាណាំងបាំងយើងអាចបិទបើកបានអញ្ចឹងណាក្តៅក្តៅបិទចឹងទៅហើយបងលេងមួយទៀតតាក់ទងទៅនឹង voice command បាទមាន voice command ទៀត បញ្ជាឲ្យបិទបើកតម្លាក់កញ្ចក់អីហ្នឹងទៅបាទម៉ាស៊ីនត្រជាក់ពីរតំបន់បាទអញ្ចឹងមានទាំងម៉ាស៊ីនត្រជាក់ពីរតំបន់មានទាំងកៅអីត្រជាក់អញ្ចឹងវាល្អមែនទេបាទហើយបើមុខនេះអេដាក៏ច្រើនដែរបងចាប់អារម្មណ៍អេដាច្រើនadaptive cruise control ចាប់កន្លងផ្លូវរៀប cross ប្រាំងអូតូ blind spot មកចប់មានមកចប់ហើយយល់ទៅសឹងថា option ឡាននេះសឹងតែដូចឡានអគ្គិសនីហ្នឹងហើយភាគច្រើនយើងឃើញ option ដែលមានលើឡានអគ្គិសនីដាក់មកទាំងអស់ហ្នឹងហើយចំណុចមួយទៀតគឺតាក់ទងទៅនឹងកាមេរ៉ា540 degree ហ្នឹងហើយអានឹងមើលឃើញមកជុំវិញឡាននេះមើលឃើញបាតឡានទៀតហើយមួយទៀតដោយសារតែឡាននេះវាមានប្រើ lidar អញ្ចឹងនៅលើកុងទ័រ digital គឺចាប់ជាមួយនឹងឧបសគ្គ real time ហ្មងអញ្ចឹងចាប់ទាំងឡានlive fit ហ្នឹងចាប់ទាំងឡានចាប់ទាំងគីឡូផ្លូវអីហើយចាប់ច្បាស់ខ្ញុំទៅច្បាស់ហើយសំខាន់វាឃើញរយៈចម្ងាយដែលយើងទៅចិត្តឧបសគ្គហ្នឹងហើយអាហ្នឹងក៏មុខងារ ADAS របស់វាដែរយើងអាចសេរីចឹងមិនថានៅតែស្រៀងទៅនឹងដូចគេ update ទៅឡានសាំងក៏ប៉ុន្តែទៅឡានអគ្គិសនីហើយអញនិយាយបានថាមូលហេតុអីបានជាបងប្អូនខ្លះគាត់ស្រឡាញ់ឡានអគ្គិសនីក៏ប៉ុន្តែគាត់ concern រឿងស្ថានីយ៍សាកគាត់អត់ចង់សាក់ភ្លើងចង់អីហ្នឹងហើយគ្រាន់តែលឺម៉ាស៊ីន 1.5 នេះគាត់ថាអូខ្ជិលគិតគាត់ចង់បានឡានសាំងហ្មងទៅប្រើស្រួលចង់ទៅណាក៏បានបាទទៅដល់ចូលស្ថានីយ៍នេះស្ថានីយ៍នោះអញ្ចឹងទៅគាត់អាចសម្រាប់បានហើយគាត់ចាក់ទៅអាហ្នឹងសម្រាប់អ្នកដែលគាត់អត់ទាន់ចង់ប្រើទៅឡានអគ្គិសនីតែគាត់ចង់បាន feature ដូចឡានអគ្គិសនីហ្នឹងហើយបាទនិយាយទៅរូបរាងជីតែមិនស្រួលគេថាឡានអគ្គិសនីហើយបាទចំណុចមួយទៀតដែលខ្ញុំទៅសើដែរពាក់ព័ន្ធជាមួយនឹងប្រព័ន្ធជើងក្រោមខ្ញុំមានអារម្មណ៍ថាជិះទៅវាហាត់ណែនវា comfort បែរជាអាចបូករួមជាមួយនឹងកៅអីក៏ដូចជាមុខងារកៅអីត្រជាក់ដែរបាទដោយសារយើងមកនេះផ្លូវឆ្ងាយខ្ញុំចូលចិត្តហ្មងកៅអីត្រជាក់ហ្នឹងបើផ្លូវឆ្ងាយមកស្រួលខ្លួនណាដូចគ្នាបាទវាសម្រួលយើងទៅយើងបើកមកទៅបាទផាសុខភាព comfort ផងឈៀលផងអញ្ចឹងណាបាទជារួមហ្មងឡានលក្ខណៈគ្រួសារអញ្ចឹងបើថាយកទៅ off road ទៅក៏វាមិននេះដែរគាត់ថាមកត្រឹមមកប្រើចូលផ្លូវពិបាកល្មមយើងអាចប្រើបានដូចឥឡូវយើងមកទេសភាពរបស់យើងបែបហ្នឹងផ្លូវមានតូចមានចៀតមានក្លុកមានអីអញ្ចឹងទៅយើងនៅអាចប្រើវាបានបាទដោយសារជាប្រភេទ SUV ទូខ្ពស់បាទទូខ្ពស់អញ្ចឹងសម្រាប់បងដែលគាត់ចង់បាន SUV សម្បូរ option ច្រើនតម្លៃធូរមានក្រុមផ្លូវការធានាច្បាស់លាស់ខ្ញុំគាត់ថាវាផ្ដល់ឲ្យច្រើនបាទហើយដល់ឥឡូវរដូវភ្លៀងអញ្ចឹងតើរដូវភ្លៀងទី1យើងភ័យទៅលើទឹកទឹកអញ្ចឹងឡានទូខ្ពស់ត្រូវហើយដល់ពេលរដូវភ្លៀងអញ្ចឹងទៀតផ្លិតទឹកនៅពេលដែលមានដំណក់ទឹកមកវាវត្តអូតូទៀតអញ្ចឹងជារួមហ្មងឡានវាដូចជាសមាជិកគ្រួសារមួយដែលជួយសម្រួលលើការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនគ្នាមិនថាយើងប្រើក្នុងទីក្រុងឬក៏យើងមកខេត្តអញ្ចឹងឯងសម្រួលលើការប្រើប្រាស់មែនតើសួរថាបើនៅក្រុងយើងណាទៅប្រើ adaptive អីត្រូវ cruise control យើងមានដែរទៅប្រើអីតែមកខេត្តទេត្រូវការសម្រាប់ជើងសម្រាប់អីបាទត្រូវការបើកអីតិចបើកអីអញ្ចឹងទៅហើយសំខាន់ភ្លើងរបស់គេក៏យើងអាចធ្វើការសេរីកំណត់កម្ពស់ភ្លើងបានទៀតបាទហើយ LED ទាំងមុខទាំងក្រោយសំខាន់ស្រឡាញ់ហ្មងគឺតាក់ទងអាអំពូលមួយឆ្នូតរបស់គេហ្នឹងវាស្អាតហើយជាពិសេសពេលយប់រត់តែស្អាតពោះបាទលេចធ្លោអញ្ចឹងបើនិយាយពីការ design វិញអាចថាឲ្យបងប្អូនដាក់បន្ទុកខ្លួនឯងប៉ុន្តែបើចំពោះខ្ញុំចាប់អារម្មណ៍ផ្នែកខាងមុខមែនតើណាផ្នែកខាងមុខដូចបងនិយាយមកអញ្ចឹងស្តៀងជាមួយឡានអគ្គិសនីអញ្ចឹងការ design ចេញមកណាស្អាតសម្រាប់បងគិតថាវាជាកលឹះមួយដែរពីព្រោះបទពិសោធន៍អាស្រ័យលើបងប្អូនគ្នាដែរតាក់ទងកម្លាំងម៉ាស៊ីនឬក៏អីណាស្រាប់តែអ្នកខ្លះគាត់ធ្លាប់ប្រើម៉ាស៊ីនធំឬក៏គាត់ប្រើឡានប្រភេទផ្សេងស៊ីមណាស៊ូតឬក៏អីចឹងវាអាចខុសពីឡានដែលយើងកំពុងបង្ហាញបងប្អូនគ្នាអញ្ចឹងពីបងចង់ឲ្យគាត់មកកាន់ដៃជាកូដបើកបោសាក់លបងអញ្ចឹងទៅដើម្បីទទួលបានអារម្មណ៍ពិតជារួមហ្មងហើយបងគិតថាឡាននេះបើសិនជាលក្ខណៈថាជាឡានដំបូងរបស់គាត់ឬក៏អីក៏ត្រូវដែរបាទមកដល់ប្រើឡានហ្នឹងហ្មងមានអារម្មណ៍ថាខ្លួនឯងចង់ upgrade ទៅអនាគតទៅថាគេលែងផលិតឡានសាំងឡានម៉ាស៊ូតអាហ្នឹងបាទយើងមានន័យថាយើងប្រើហើយហ្នឹងបាទដឹងអស់ហើយហ្នឹងចឹងមុខងារដូចតែឡានអគ្គិសនីត្រៀមខ្លួនដើម្បីប្រើប្រាស់ឡានអគ្គិសនីចឹងទៅក៏ប៉ុន្តែប៉ុណ្នេះយើងអាចប្រើបានហើយបាទលក្ខណៈគ្រួសារប្រើប្រាស់ទូទៅបានប្រចាំថ្ងៃអូខេអញ្ចឹងឡុងយើងដូចជាបានចែកម្លែកពីបទពិសោធន៍របស់យើងហើយអាចថាចង់ឲ្យឡុងបង្ហាញបន្តិចតាក់ទងនឹងទំហំច្បាស់ហ្មងទៅដូចអេក្រង់កុងទ័រអេក្រង់កំសាន្តនេះមានមុខងារអីខ្លះបាទអញ្ចឹងសម្រាប់ CS 55 Plus នេះបាទកុងទ័រ digital មិញគឺ10 inch ដែលអាចបង្ហាញជាមួយនឹង live fit បានអញ្ចឹងណាហើយអេក្រង់កណ្ដាលគឺ12 inch ហើយច្បាស់ល្អមែនទែនយើងអាចប្រើ Apple CarPlay Android Auto បាន wireless ហើយសំខាន់ការ design របស់គេ
ជាប់គ្នាហ្មង ជាប់គ្នាភ្លោះ ជាប់គ្នា ហើយយើងតែមុខងារច្រើននៅលើហ្នឹងយើងប្រើនៅលើអេក្រង់ទាំងអស់វាស្តៀងជាមួយនឹងឡានអគ្គិសនីដូចយើងនិយាយចឹងបាទហើយពាក់ព័ន្ធជាមួយនឹង space ក៏ខ្ញុំគាត់ថាវាធំគួរសមដែរដែលជា SUV 5 កៅអីចឹងណាដូចយើងមក4នាក់អីវ៉ាន់ពេញគូតឡានយើងនៅជិះបានមក comfort space ខ្ញុំគាត់ថាប៉ុណ្ណេះសមរម្យហ៎បាទគ្រប់ហើយសម្រាប់សមាជិក5នាក់ចុះក្រោមអីចឹងណាបាទជារួមហ្មងយើងអាចថាការជ្រើសរើសឡានយើងមើលទៅលើឡានខ្លះក៏មិនអាចថាបំពេញតម្រូវការគ្រប់ទេគាត់ថាឡានដូចឆាំង RCA 55 Plus ដែលសំខាន់performance បាទម៉ាស៊ីន 1.5 កម្រិតសំចៃបងប្អូនផ្លូវឥឡូវនេះ 150,000 រៀលណាបាទហើយកម្រិតសំចៃប៉ុណ្នេះបាទ option safety feature របស់គេហ្នឹងគឺវាមានមកកាផ្លេហើយ Frank Auto មុខក្រោយបាទចាក់កឡងអីគឺមានហើយ adaptive cruise control បាទមានបញ្ចប់ហ្នឹងសុវត្ថិភាពហើយពងសុវត្ថិភាពមកជុំឡានដូចគ្នាកាមេរ៉ា340 degree record បានបាទមានកាមេរ៉ា record ទៀតបាទ record បានហើយជារួមហ្មងមុខងារផាសុខភាពដូចកៅអីមានខ្យល់ត្រជាក់បាទម៉ាស៊ីនត្រជាក់ពីតំបន់ចែកដាច់ពីគ្នាមានមុខងារបន្សុទ្ធខ្យល់អីផ្សេងបាទជារួមហ្មងអស់ហើយហ្នឹងមានអស់ហើយបាទមានអស់ហើយអត់មានខ្វះអីទេចង់បានអីទៀតចង់បានអីទៀតបងប្អូនទាំងគ្នាអាចប្រាប់ឆាំងអានកម្ពុជាបានឲ្យគាត់យកមកដាក់បន្ថែមទៀតសម្រាប់បងប្អូនទាំងគ្នាបាទជារួមមកវិញខ្ញុំគិតថាបងប្អូនអាចទៅមើលឡានដោយផ្ទាល់ទៅបាទនៅ showroom ក្រុមហ៊ុនឆាំងអានកម្ពុជាមកមើលថាមានអីខ្លះអញ្ចឹងណាហើយបើកបោសាក់លបងដោយផ្ទាល់ទៅដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនជាក់ស្ដែងហ្មងបាទព្រោះបទពិសោធន៍អាចនឹងទទួលបានខុសៗគ្នាបាទហើយដូចបញ្ជាក់អញ្ចឹងអ្វីដែលជាគុណតម្លៃនៃការទិញរថយន្តពីឆាំងអានកម្ពុជាដែលមានក្រុមហ៊ុន OMA កម្ពុជាដែលជាអ្នកនាំចូលចែកចាយផ្ដាច់មុខតែមួយគត់នៅស្រុកខ្មែររបស់យើងទី1គឺមាន mobile application ហ្នឹងហើយដែលយើងអាចតាមដានបានទី2គឺការធានារយៈពេល5ឆ្នាំឬ 150,000 គីឡូម៉ែត្រហើយទី3គឺបាទដៃគូរបស់គាត់ទូទាំងប្រទេសរបស់យើងហើយចំណុចមួយទៀតគឺតាក់ទងទៅនឹងសេវាសង្គ្រោះរថយន្តបាទ24ម៉ោងលើ7ថ្ងៃហើយរួមជាមួយនឹងវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតបាទគាត់មានវគ្គបណ្ដុះបណ្ដាលហើយវគ្គបណ្ដុះបណ្ដាលហ្នឹងក៏មិនមែនថាផ្ដល់ជូនតែគុណសម្បត្តិសម្រាប់អ្នកប្រើណាបាទគាត់ចេះប្រើឡានទេគាត់អាច build connection គ្នាគាត់ដែលគាត់ចូលរួមមកអញ្ចឹងជាសហគមន៍នៃសមាជិកគ្រួសាររបស់ឆាំងអានទាំងអស់ចូលរួមអញ្ចឹងទៅបាទបានស្គាល់គ្នាបាទរាប់អានគ្នាមានមិត្តភ័ក្តិល្អៗមានដៃគូល្អៗបន្ថែមទៀតអញ្ចឹងនៅតែដដែលទេសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងបានទៅកាន់ឆាំងអានកម្ពុជាដែលមានក្រុមហ៊ុន OMA កម្ពុជាដែលជាអ្នកនាំចូលនិងចែកចាយផ្ដាច់មុខតែមួយគត់នៅកម្ពុជាបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងចង់ចែកម្លែកទៅកាន់បងប្អូនទាំងនេះពីព្រោះដោយសារនេះគឺជាសមាជិកថ្មីពីឆាំងអានកម្ពុជាបាទពីខ្ញុំរក្សាខ្ញុំបាទសីឡុងសូមអរគុណនិងសូមជម្រាបសន្យាថាយើងនឹងជួបគ្នានៅវីដេអូក្រោយ